យោធាថៃពួកគេមិនមែនត្រឹមតែបានបើកការវាយប្រហារមកលើវីរៈកងទ័ពកម្ពុជាដែលកំពុងតែឈរជើងការពារនៅតាមតំបន់ព្រំដែនប៉ុណ្ណោះទេក៏ប៉ុន្តែគេបានទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសម្បត្តិបេតិកភណ្ឌជាតិរបស់ប្រទេសកម្ពុជាដែលរួមមានដូចជាប្រាសាទព្រះវិហារនិងប្រាសាទតាក្របីជាដើមលើពីនេះគេបានបង្កនូវវិនាសកម្មដែលធ្វើឲ្យប្រជាជនខ្មែរគ្រប់រូបឈឺចាប់និងចងចាំអស់មួយជីវិតគេបានទម្លាក់គ្រាប់បែកបំផ្លាញនៅលំនៅឋានរបស់ប្រជាពលរដ្ឋស្លូតត្រង់គិតមកដល់ត្រឹមថ្ងៃទី12ជនភៀសសឹករបស់ប្រទេសកម្ពុជាបានកើនឡើងរហូតដល់30,000នាក់ជាងនិងកំពុងតែបន្តកើនឡើងជាលំដាប់ពួកគាត់ទាំងអស់គ្នាគឺពិតជាត្រូវការជំនួយយ៉ាងខ្លាំងពីពួកយើងដែលជាជួរក្រោយដូច្នេះខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាជនខ្មែរទាំងអស់ចូលរួមឧបត្ថម្ភមិនថាសម្ភារៈប្រើប្រាស់ឬក៏ជាថវិកាផ្ទាល់ខ្លួនដើម្បីចូលរួមចំណែកជួយទៅកាន់ពួកគាត់បងប្អូនទាំងអស់គ្នាអាចចូលរួមដោយផ្ទាល់តាមរយៈទីតាំងមួយចំនួននៅក្នុងស្រុកក្នុងខេត្តរបស់បងប្អូនដែលគេបានរៀបចំដើម្បីទទួលនៅជំនួយនោះដើម្បីទៅជួយដល់បងប្អូនកងទ័ពរបស់យើងឬក៏បងប្អូនអាចចូលរួមតាមរយៈសប្បុរសជនដែលរួមមានដូចជាបងប៉ៃប៉ៃឌីដូចជាបងអុកវ៉ាន់ដេដូចជាលោកពូពាក់មីក៏ដូចជាបងប្រុសរិនសុក្រិតបងស្រីផុនសផារីដែលពួកគាត់សិតតែធ្វើការងារនៅក្នុងបុព្វហេតុរួមដើម្បីឧបត្ថម្ភជួយទៅដល់បងប្អូនកងទ័ពក៏ដូចជាបងប្អូនជនភៀសសឹកផងដែរខ្ញុំបាទពិតជាសូមអរគុណដល់ការលះបង់របស់វីរៈកងទ័ពកម្ពុជាដែលបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីការពារនៅមាតុភូមិកម្ពុជាដ៏កំសត់មួយនេះសារសម្លេងពីខ្ញុំយុវជនកម្ពុជាមួយរូបសូមអរគុណ